ខ្ញុំបានសាអនុវត្តទាំងពីរបែបនេះមកហើយគឺគិតដល់តែរឿងល្អៗនិងគិតដល់តែរឿងអវិជ្ជមានខ្ញុំសូមធានាថាមានតែការគិតដល់រឿងល្អៗតែមួយគត់ដែលនឹងធ្វើឲ្យជីវិតអ្នកពេញលេញគ្រប់គ្រាន់រឿងដំបូងនៅពេលព្រឹកឬព្រលឹមបំផុតតាមដែលអាចធ្វើបានចូលគិតដល់តែរឿងល្អៗក្នុងជីវិតអ្នកអាចសរសេរបញ្ជីឬសៀវភៅកំណត់ត្រាប្រចាំថ្ងៃឬវាយបញ្ចូលក្នុងកុំព្យូទ័រហើយរក្សាកំណត់ត្រាដោយការដឹងគុណរបស់អ្នកនៅក្នុងកន្លែងតែមួយថ្ងៃនេះចូលធ្វើបញ្ជីរឿងល្អៗក្នុងជីវិតប្រមាណជា10យ៉ាងដែលអ្នកដឹងគុណនៅពេលអានស្តាយនិយាយពីអរគុណគាត់តែងគិតដល់ហេតុអ្វីគាត់ដឹងគុណនៅពេលយើងគិតដល់ហេតុផលដែលថាហេតុអ្វីយើងចាំបាច់ត្រូវដឹងគុណរឿងអ្វីមួយអ្នកណាម្នាក់ឬស្ថានភាពអ្វីមួយនោះអ្នកនឹងមានអារម្មណ៍ដឹងគុណកាន់តែជ្រាលជ្រៅចូលចាំថាភាពស័ក្តិសិទ្ធិនៃការដឹងគុណគឺកើតឡើងទៅតាមអារម្មណ៍ដូច្នេះនៅក្នុងតារាងនីមួយៗដែលអ្នកបានកត់ត្រាទុកចូលសរសេរហេតុផលផងថាហេតុអ្វីអ្នកមានអារម្មណ៍ដឹងគុណចំពោះរឿងនោះនេះជាគំនិតខ្លះៗសម្រាប់ធ្វើតារាងរបស់អ្នកខ្ញុំពិតជាមានសំណាងណាស់ដែលមានចូលបំពេញន័យព្រោះចូលបំពេញន័យខ្ញុំសប្បាយណាស់នឹងសូមអរគុណចូលបំពេញន័យព្រោះចូលបំពេញន័យខ្ញុំពិតជាអរគុណណាស់ចំពោះចូលបំពេញន័យព្រោះចូលបំពេញន័យពិតជាអរគុណចំពោះចូលបំពេញន័យព្រោះចូលបំពេញន័យក្រោយពីធ្វើតារាងរឿងល្អៗ10យ៉ាងរួចហើយចូលអានចំណុចនីមួយៗក្នុងចិត្តឬអានលើខ្លាំងក៏បានពេលអានចំណុចមួយចប់ចូលនិយាយពាក្យស័ក្តិសិទ្ធិ3ដងថាអរគុណអរគុណអរគុណរួចហើយចូលដឹងគុណចំពោះរឿងល្អមួយនោះឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីជួយឲ្យអ្នកមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងអ្នកអាចដឹងគុណដល់ចក្រវាលព្រះជាម្ចាស់ចិត្តវិញ្ញាណអំពើល្អជីវិតសតិសម្បជញ្ញៈរបស់អ្នកឬគំនិតដែលអ្នកចាប់អារម្មណ៍ពេលអ្នកដឹងគុណអ្វីមួយឬអ្នកណាម្នាក់ដោយផ្ទាល់អ្នកនឹងមានអារម្មណ៍ទៅលើវាកាន់តែខ្លាំងនោះការដឹងគុណរបស់អ្នកកាន់តែមានអំណាចហើយបង្កើនភាពស័ក្តិសិទ្ធិកាន់តែច្រើនទៀតនេះគឺជាហេតុផលដែលថាហេតុអ្វីបានជាអ្នកស្រុកនិងវប្បធម៌បុរាណជ្រើសរើសនិមិត្តសញ្ញាព្រះអាទិត្យជាការដឹងគុណពួកគេប្រើនិមិត្តសញ្ញារាងកាយដើម្បីបង្ហាញអំពីដើមកំណើតនៃអំពើល្អទាំងពួងនៃចក្រវាលហើយការផ្ដោតទៅលើនិមិត្តសញ្ញានោះបានធ្វើឲ្យពួកគេមានអារម្មណ៍ដឹងគុណខ្លាំងថែមទៀតការគិតដល់តែរឿងល្អៗក្នុងជីវិតគឺសាមញ្ញនិងមានថាមពលដ៏ខ្លាំងក្លាក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នកតើខ្ញុំចង់ឲ្យអ្នកបន្តបន្ថែម10រឿងល្អៗទៀតទៅក្នុងតារាងរបស់អ្នកជារៀងរាល់ថ្ងៃសម្រាប់27ថ្ងៃបន្ទាប់ទៀតអ្នកប្រហែលជាគិតថាវាពិបាកក្នុងការរក10រឿងដែលអ្នកនឹងត្រូវដឹងគុណជារៀងរាល់ថ្ងៃតែបើអ្នកកាន់តែគិតរឿងល្អច្រើនប៉ុណ្ណាអ្នកនឹងនឹកឃើញរឿងដែលត្រូវដឹងគុណច្រើនតាមនោះដែរពិនិត្យមើលជីវិតរបស់អ្នកបានទទួលហើយកំពុងតែទទួលបន្តបន្ទាប់ជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃជារៀងរាល់ថ្ងៃវាពិតជាចាំបាច់ណាស់ដែលយើងត្រូវតែដឹងគុណអ្នកអាចដឹងគុណផ្ទះគ្រួសារមិត្តភ័ក្តិការងារនិងសត្វចិញ្ចឹមអ្នកអាចអរគុណព្រះអាទិត្យទឹកដែលអ្នកផឹកអាហារដែលអ្នកញ៉ាំនិងខ្យល់ដែលអ្នកដកដង្ហើមបើប្រឆាចរឿងទាំងនេះអ្នកប្រហែលមិនអាចមានជីវិតរស់បានទេអ្នកអាចដឹងគុណដល់ដើមឈើសត្វមហាសមុទ្របក្សីផ្ការុក្ខជាតិផ្ទៃមេឃភ្លៀងតារាព្រះច័ន្ទនិងផែនដីដ៏ស្រស់ស្អាតរបស់យើងអ្នកអាចដឹងគុណដល់វិញ្ញាណរបស់អ្នកភ្នែកដែលធ្វើឲ្យអ្នកមើលឃើញត្រចៀកដែលធ្វើឲ្យអ្នកស្ដាប់ឮមាត់ដែលធ្វើឲ្យអ្នកបានភ្លក្សរសជាតិច្រមុះដែលធ្វើឲ្យអ្នកបានដឹងក្លិននិងស្បែកដែលធ្វើឲ្យអ្នកដឹងការប៉ះពាល់អ្នកអាចដឹងគុណដល់ជើងទាំងពីរដែលអ្នកប្រើសម្រាប់ដើរដៃទាំងពីរដែលអ្នកប្រើធ្វើអ្វីស្ទើរគ្រប់យ៉ាងសំឡេងដែលអ្នកបង្ហាញពីខ្លួនអ្នកនិងតាក់ទងជាមួយមនុស្សដទៃអ្នកអាចដឹងគុណដល់ប្រព័ន្ធអង្គាគដ៏អស្ចារ្យរបស់អ្នកដែលធ្វើឲ្យអ្នកមានសុខភាពល្អនិងអវយវៈគ្រប់ប្រភេទដែលទ្រទ្រង់រាងកាយឲ្យអ្នកមានជីវិតហើយចុះភាពដ៏វិសេសលើសលប់នៃចិត្តរបស់មនុស្សដែលគ្មានបច្ចេកវិទ្យាកុំព្យូទ័រក្នុងពិភពលោកអាចជំនួសបានវិញនោះខាង
ក្រោមនេះគឺជាចំណុចធំដែលនឹងរំលឹកអ្នកក្នុងការសម្លឹងរករឿងល្អៗដើម្បីដឹងគុណអ្នកអាចបន្ថែមចំណុចផ្សេងទៀតបានបើអ្នកមើលឃើញថាវាសំខាន់ចំពោះអ្នកចំណុចដែលអ្នកត្រូវដឹងគុណដ៏អស្ចារ្យគឺសុខភាពនិងរាងកាយការងារនិងការសម្រេចជោគជ័យមាសប្រាក់សម្ព័ន្ធភាពការនិយមចូលចិត្តសេចក្តីសុខសេចក្តីស្រឡាញ់ជីវិតធម្មជាតិដូចជាផ្ទៃដីខ្យល់ទឹកនិងព្រះអាទិត្យទំនិញដែលជាវត្ថុនិងសេវាបម្រើប្រការណាក៏បានស្រេចតែអ្នកជ្រើសរើសបន្ទាប់ពីគិតដល់រឿងល្អៗក្នុងជីវិតហើយអ្នកគួរតែមានអារម្មណ៍ល្អប្រសើរនិងមានសេចក្តីសុខជាងមុនហើយការដែលអ្នកមានអារម្មណ៍ល្អប្រសើរខ្លាំងប៉ុណ្ណាវាជារង្វាស់ថាអ្នកមានអារម្មណ៍ដឹងគុណខ្លាំងប៉ុណ្ណោះដែរអ្នកកាន់តែមានអារម្មណ៍ដឹងគុណអ្នកកាន់តែមានសេចក្តីសុខហើយជីវិតរបស់អ្នកក៏នឹងផ្លាស់ប្ដូរកាន់តែលឿនថ្ងៃខ្លះអ្នកអាចមានអារម្មណ៍រីករាយលឿនជាងធម្មតាតែថ្ងៃខ្លះអ្នកត្រូវប្រើពេលយូរបន្តិចប៉ុន្តែបើអ្នកនៅតែបន្តគិតដល់រឿងល្អៗក្នុងជីវិតជារៀងរាល់ថ្ងៃអ្នកនឹងសង្កេតឃើញភាពខុសគ្នាកាន់តែខ្លាំងទៅក្នុងករណីមានអារម្មណ៍ម្ដងហើយអ្នកនឹងសង្កេតឃើញថាអារម្មណ៍ល្អៗក្នុងជីវិតអ្នកកើនឡើងយ៉ាងមហស្ចារ្យគោលប្រតិបត្តិស័ក្តិសិទ្ធិទី1គិតតែរឿងល្អៗក្នុងជីវិត1រឿងដំបូងនៅពេលព្រឹកគឺធ្វើតារាងពីរឿងល្អៗក្នុងជីវិត10យ៉ាងដែលអ្នកមានអារម្មណ៍ដឹងគុណ2សរសេរពីហេតុផលដែលអ្នកដឹងគុណចំពោះរឿងល្អៗទាំងនោះ3ត្រឡប់ទៅអានកំណត់ត្រាម្ដងទៀតអានក្នុងចិត្តឬអានលឺខ្លាំងក៏បាននៅពេលអានមួយចំណុចចូលនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណរួចហើយចូលមានអារម្មណ៍ថាដឹងគុណចំពោះរឿងល្អៗនោះឲ្យបានច្រើនតាមដែលអាចធ្វើបាន4អនុវត្តគោលប្រតិបត្តិស័ក្តិសិទ្ធិទាំង3ចំណុចខាងលើនេះរាល់ព្រឹកសម្រាប់27ថ្ងៃខាងមុខទៀត5អានគោលប្រតិបត្តិស័ក្តិសិទ្ធិសម្រាប់ថ្ងៃស្អែកចាប់ពីថ្ងៃនេះ